សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែលមានមកសម្រាយរឿងសាកំបាំងសាគូរ៉ាឲ្យអ្នកទាំងអស់គ្នាស្ដាប់សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែលមានមកសម្រាយរឿងសាកំបាំងសាគូរ៉ាឲ្យអ្នកទាំងអស់គ្នាស្ដាប់តែរឿងនេះដែរអ្នកទាំងអស់គ្នាអ្នកលេងសាគូរ៉ាជាច្រើនប្រកាសជាឆ្ងល់ហើយតើអ្នកណានៅពីក្រោយការបាត់ខ្លួនរបស់លោកនាយកសាលាហើយហេតុអីបានជាមានរឿងចម្លែកវិញទីក្រុងទាំងអស់នេះទៅតាមដានទាំងអស់គ្នាប្រសិនបើអ្នកទៅលេងម្ដង roller coaster អ្នកនឹងជួបក្មេងស្រីម្នាក់ដែលតែងនិយាយហូថានាយកសាលាចាស់បានបាត់ខ្លួនហើយចុះគាត់ក៏ទៅណាស្លាប់ឬរស់លោកភាគច្រើនគិតថាការតាដែលដើរចុះឡើងក្នុងសាលាគឺជាអតីតនាយកសាលាប៉ុន្តែតាមពិតមិនមែនទេបើតាមទស្សនវិជ្ជាក៏នៅក្នុងកាមនាយកសាលាបច្ចុប្បន្នឈ្មោះថាដៃជីសាធូចំណុចដែលគួរឲ្យសង្ស័យបំផុតគឺបន្ទប់មួយដែលត្រូវបានចាក់សោជិតចឹងហើយយើងប្រើ Apple Pay នោះនឹងសរសេរនោះវាមានន័យថាមហាអំពើអាក្រក់ព្រោះតែឃើញឈ្មោះបន្ទប់ក៏ដឹងថាម្ចាស់បន្ទប់នោះមិនមែនចំនួនល្អដែរប្រហែលជានាយកសាលាបច្ចុប្បន្នដែលជីសាទរនោះជាអ្នករៀបចំគម្រោងការកម្ចាត់នាយកសាលាចាស់ដើម្បីដណ្ដើមអំណាចនៅក្នុងការិយាល័យសាលាមានរូបថត5សន្លឹកជួយជាប់ជញ្ជាំងរូបទី1និងទី2គឺគ្រូបង្រៀនជួចែននិងអូសាម៉ារូបទី4និងទី5គឺជាមេក្រុមបងធំយ៉ាគូសានិងម៉ូកូកូមីប៉ុន្តែរូបទី3គ្មានអ្នកណាស្គាល់អត្តសញ្ញាណពិតប្រាកដរបស់គេឡើយក្នុងទីក្រុងសាគូរ៉ានេះចំណុចសំខាន់គឺរូបគ្រូនិងមេបងធំគឺជារូបសក់ខ្មែរដែលមានន័យថាពួកគេស្លាប់បាត់ទៅហើយឬជាប្រឡងវិញ្ញាណប៉ុន្តែរូបទី3បានជាមានពណ៌ធម្មតានេះមានន័យថាគាត់នៅរស់តែត្រូវបានគេចាប់បង្ខាំងទុកតាមតក្កវិទ្យា admin គឺមានន័យថាក្រុមយ៉ាគូសានិងម៉ូកូកូមីនឹងហើយដែលត្រូវគេជួយឲ្យមកចាប់នាយកសាលាចាស់យកទម្លាក់ទុកចុះទី2គឺអាកំបាំងក្មេងស្រីក្រីក្រនិងគូស្នេហ៍តែចង់តែបែកគ្នាចុះក្មេងស្រីឈ្មោះកាស៊ូនឹងហេតុអីក៏ក្រម៉ែញ៉ាំអីហើយក៏គ្មានលុយបង់ឲ្យគេដែរចម្លើយគឺដោយសារតែពន្ធអ្នកនរគ្នាប្រកាសជាធ្លាប់ឃើញតែងារពន្ធដារដេញតាមសួរចម្លើយនេះប្រហែលជាត្រូវគេបង្ខំឲ្យបង់ពន្ធក្នុងកម្រិតខ្ពស់ហួសហេតុទៅធ្វើឲ្យជីវិតនេះធ្លាក់ខ្លួនដល់ចាក់នេះចំណែកគូស្នេហ៍មកគោដែលស្រុកគ្នាចង់បែកគ្នាអាកំបាំងគឺស្រុកនៅលើរូបរាងនៅក្នុងពិភពសាគូរ៉ាគ្មានអីពីច្រើនចូលរបៀបស្រីតែស្រីរបស់ម្នាក់នេះគឺបែរជាចូលដោយមនុស្សប្រុសទៅវិញនេះមានន័យថានឹងប្រហែលជាប្រុសខ្លាញ់ធ្វើស្រីទើបខាងប្រុសដឹងការពិតក៏ទៅលុយមានស្រីថ្មីហើយចុងក្រោយក៏ជួបគ្នាឲ្យហ្គេមពេញនឹងតែម្ដងទី4គឺមនុស្សយន្តអនាគតដែលនឹងចោលដែលបាត់ខ្លួននៅក្នុងបន្ទប់គ្រូបង្រៀនមានមនុស្សយន្តមួយដែលគ្រប់គ្នាឆ្ងល់ថាឈ្មោះអីគេតែតាមការស្រាវជ្រាវឈ្មោះរបស់វាគឺហាណាកូលើពីនេះបានអ្នកទាំងអស់គ្នាទៅបោះប៉ូលីសអ្នកទាំងអស់គ្នានឹងឃើញរូបជនល្មើសពីរនាក់ដែលកំពុងរត់គេចខ្លួនជនល្មើសទី1គឺប្រើល្បិចធ្វើជាសម្លាប់ដើម្បីរត់គេចហើយពេលរបស់អ្នកនាងមានកម្មកំបុតជាប់ខ្លួនទៀតជនល្មើសទី2គឺប្លន់ហាងទំនិញវាបុគ្គលិកឲ្យសម្លាប់ឬរត់គេចខ្លួនដែលមានកម្មកំភ្លើងខ្លីក្នុងដៃពួកគេទាំងពីរនេះប្រហែលជាមានតែក្នុងជាមួយនឹងក្រុមបងធំដែលនៅពីក្រោយរឿងនាយកសាលាដែរពិភពលោកសាគូរ៉ា School Simulator មិនមែនមានតែការដើរលេងនិងរៀនសូត្រទេតែវាបង្កប់ឡើងអំពើពុករលួយនិងការដណ្ដើមអំណាចការគប់គិតគ្នារវាងនាយកសាលានិងក្រុមបងធំយ៉ាគូសាបើអ្នកទាំងអស់គ្នាចង់ដឹងកាន់តែច្បាស់កុំភ្លេចសាកល្បងទៅរុករកក្នុងបន្ទប់ចាក់សោនោះហើយប្រាប់ទៅអ្នកទាំងអស់គ្នាប្រកាសជាឃើញអាកំបាំងរន្ធត់ជាងនេះមិនខានសូមអរគុណកុំភ្លេច like share subscribe ម្នាក់ពួយដើម្បី admin មានកម្លាំងចិត្តវេកនេះរឿងអាកំបាំងក្រោយទៀតបាយបាយ